ឥឡូវនេះយើងមកជួបជាមួយនឹងបងស្រីមួយរូបទៀតដែលបានទទួលសេវាព្យាបាលនៅសមាគមសុខភាពនិងវិជ្ជាជីវៈនារីខ្មែរផងដែរបាទជំរាបសួរបងស្រីមានឈ្មោះអ្វីណាចាខ្ញុំឈ្មោះថាវីទទួលព្យាបាលនៅសមាគមសុខភាពវិជ្ជាជីវៈនារីខ្មែរនេះរយៈពេលប៉ុន្មានថ្ងៃមកហើយខ្ញុំព្យាបាលបានរយៈពេល3ខែចាហើយនៅក្នុងនោះបងព្យាបាលទៅលើផ្នែកអ្វីដែរផ្នែកមុនហើយនឹងស្នាមមុខចាអរគុណអញ្ចឹងរយៈពេល3ខែមកនេះបងគិតថាមុខរបស់បងបានទទួលនៅលទ្ធផលប្រមាណភាគរយមកហើយខ្ញុំគិតថាទទួលបាន80%ចាហើយនៅក្នុងការព្យាបាលទៅលើ EM ដែលជាផលិតផលបែបធម្មជាតិនេះយើងមានការលំបាកដូចជាបញ្ហាផ្សេងជាច្រើនទៀតដូចជាយើងលាបលើមុខឬមួយក៏យើងម៉ាស្សាលើមុខទៅធ្វើឲ្យយើងពិបាកក្នុងការទ្រាំនៃផលិតផលនេះដែរទេដូចជាអត់មានពិបាកផងព្រោះសិតតែផលិតផលធម្មជាតិទាំងអស់ហើយណាមួយវាអត់មានប៉ះពាល់អីដល់មុខយើងហើយថែមទាំងមានផ្លែឈើល្អដល់ផ្ទៃមុខយើងថែមទៀតផងចាហ្នឹងហើយអរគុណច្រើនណាស់ហើយនៅក្នុងនោះមុននឹងបងស្រីបានមកទទួលសេវាព្យាបាលនៅសមាគមសុខភាពនិងវិជ្ជាជីវៈនារីខ្មែរនេះបងស្រីធ្លាប់បានទៅរកសេវាផ្សេងដែលជាផលិតផលនាំពីបរទេសដែលយើងគិតថាមានជាតិគីមីច្រើននោះដែរទេធ្លាប់បានតែច្រើនដងដែរហ្នឹងហើយវាអត់បានលទ្ធផលណាមួយកាន់តែមុខយើងកាន់តែខូចទៅទៀតវាចេះតែរាទៅវាអត់មានបានធូរស្រាលកាត់បន្ថយទេចាហ្នឹងអរគុណច្រើនណាស់បាទលោកស្រីនាងកញ្ញាទូរទស្សនិកជនជាទីមេត្រីនេះគឺជាមតិយោបល់ដោយផ្ទាល់ដែលបងស្រីក៏ដូចជាបងស្រីនិងបងស្រីពីមុនមកដែលបានបញ្ចេញយោបល់ពិតបន្ទាប់ពីបានទទួលសេវាព្យាបាលនៅសមាគមសុខភាពនិងវិជ្ជាជីវៈនារីខ្មែរដែលពួកគាត់គិតថានេះគឺជាអ្វីដែលជួយឲ្យសម្ផស្សពួកគាត់អាចវិលមករកបែបធម្មជាតិវិញបានព្រោះថាបន្ទាប់ពីមុខយើងមានបញ្ហាខូចខាតហើយយើងងាកទៅរកការព្យាបាលដោយគីមីបាទផលិតផលមួយចំនួនអាចជួយឲ្យមុខយើងឆាប់ជាសះស្បើយក៏ពិតមែនក៏ប៉ុន្តែរយៈពេលប្រហែលខែឬមួយក៏មួយរយៈពេលក្រោយមកស្បែកមុខរបស់យើងនឹងមានបញ្ហាកើតឡើងជាបន្តទៀតទាំងអស់នេះហើយដែលជាផលលំបាកមួយសម្រាប់ប្រជាពលរដ្ឋជាពិសេសគឺផ្នែកខាងនារីតែម្ដងដែលគាត់ត្រូវការរូបសម្ផស្សស្រស់ស្អាតដល់ហើយសម្រាប់បងស្រីក៏ដូចជាបងស្រីកន្លងមកដែលបានធ្វើការជម្រាបជូននេះគឺជាការងាកមករកការព្យាបាលបែបធម្មជាតិហើយការវិលទៅរកការកើតឡើងនៅជំងឺនេះឡើងវិញដូចជាបញ្ហាមុខមុនឬមួយក៏ស្នាមនេះគឺមិនងាយទេព្រោះថាការព្យាបាលគឺយើងព្យាបាលទៅតាមបែបធម្មជាតិអញ្ចឹងឱសថដែលយើងយកមកព្យាបាលគឺចម្រាញ់ចេញពីធម្មជាតិពិតទាំងនេះហើយដែលធ្វើឲ្យមានការជឿជាក់ទៅលើអតិថិជនរបស់យើងអញ្ចឹងសម្រាប់ទស្សនៈរបស់បងអូនផ្ទាល់តែម្ដងតើបងអូនមានពាក្យពេចន៍អ្វីខ្លះដើម្បីជម្រាបជូនដល់ប្រជាពលរដ្ឋរបស់យើងដែលពួកគាត់នៅតែមិនទាន់បានយល់ដឹងអំពីការប្រើប្រាស់បែបធម្មជាតិ EM នេះផ្ទាល់តែម្ដងនោះចាខ្ញុំគិតថាយកល្អយកគួរគាត់បកមកមើលខាងវិជ្ជាជីវៈ EM នោះទៅព្រោះថាគាត់ថាផលិតផលគាត់គឺថាធម្មជាតិពិតក៏មិនអាចបោកប្រាស់យើងបានទេហើយណាមួយវាមិនអាចអស់លុយយើងច្រើនដូចទៅកន្លែងផ្សេងមួយចំនួនហ្នឹងហើយដែលខាតបងប្រាក់វិខាជាច្រើនណាហើយខាតពេលវេលាទៀតហ្នឹងហើយអរគុណច្រើនណាស់បាទចំពោះបងស្រីបាទអរគុណ